ហើយនេះគឺជាការលេង50ថ្ងៃរបស់ខ្ញុំក្នុង map Zombie Apocalypse តើអ្នកដឹងទេថាខ្ញុំបានបន្តរស់នៅរហូតដល់50ថ្ងៃក្នុងពិភពនេះតើចង់ដឹងថាមានព្រឹត្តិការណ៍សំខាន់អ្វីខ្លះក្នុងវីដេអូនេះអ្នកអាចទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាននេះគឺជាព្រឹត្តិការណ៍សំខាន់ៗដែលយើងអាចនឹងជួបហើយនេះគឺជាពាក្យតនៃការ survival របស់យើងហើយនេះគឺដល់ថ្ងៃទី3និងទី4ហើយខ្ញុំក៏បានធ្វើការមកឆែកមើលផ្ទះនេះតពីភាពមុនដែរណាស់នេះអញ្ចឹងយើងត្រូវការមើលខ្ញុំត្រូវការយករបស់ហូបផងដែរហើយនេះគឺជាកាភ្លើងរបស់ខ្ញុំនៅក្នុង game ផ្ទាល់ម្ដងនៅក្នុងមើលបានគឺស្អាតមែនទែនហើយបាញ់ក៏ឈឺដែរមកគ្រាប់ងំតែម្ដងហើយខ្ញុំធ្វើការចេញមកក្រៅហើយឃើញពួក zombie នៅក្រៅច្រើនមែនទែនហើយខ្ញុំធ្វើការបាញ់វាសម្រាប់វាម្ដងមួយហើយខ្ញុំមើលសិនតើគួរដោយសារពួក zombie ហ្នឹងវាត្រប់ item ណាតែ item វាត្រប់មកគឺដូចឈួនល្អហ្មងទេវាខ្លះខាត់គ្រាប់យើងដែរតែធ្វើមិនដល់ត្រូវតែបាញ់សម្រាប់វាហើយខ្ញុំក៏បានប្រទះឃើញឡានមួយនៅជិតផ្ទះពួកក្រហមនេះហើយខ្ញុំមិនដឹងថាឡានពីណាគេទេតែលយមែនតែឡាននឹងមកទៅតំណងអេមែនតែតែទៅការកាប់ឈើសិនថាតែខ្ញុំមកខ្ញុំមករោឈើផងទេហើយខ្ញុំមកដើរលូតដល់បានក្នុងផ្ទះហើយក៏ឃើញផ្ទះនេះចម្លែកមែនតែហើយក៏ឃើញឡានផងដែរឡានទៅនៅតែនេះស្អីគេមនុស្សមែនចុយរបស់យកខ្ញុំបានតែមនុស្សមិញ zombie សោះខ្ញុំបានតែvillager ដែលដាក់អូតដល់នោះងាកមក zombie សោះហើយខ្ញុំធ្វើការដើរមកជីកឡាននេះមើលតែវាលោតទៅណានេះមើលបាន UI របស់ឡានស្អាតមែនទេនោះស៊ីជាមួយតួអង្គយើងមកឡាននេះដូចសមខ្ញុំដល់ហើយនេះលួចឡោហើយខ្ញុំក៏ធ្វើការមកឆែកផ្ទះនេះមើលដើម្បីយើងលូតបានផ្សេងយើងដើរបើកគ្រប់បន្ទប់មកហើយក្នុងផ្ទះនេះលយមាន microwave មានអីណាហើយមានអានេះអត់ដឹងតែអានេះបន្ទប់ទឹកហ្មងខ្ញុំអត់ដឹងហើយខ្ញុំបានឡើងមកលើផ្ទះហ្នឹងក៏ប្រទះឃើញនៅ zombie ពីរក្បាលខ្ញុំក៏បានបាញ់សម្លាប់វាទាំងពីរក្បាលតែម្ដងបន្ទាប់ពីនឹងមកខ្ញុំធ្វើការឆែកបន្ទប់នេះម្ដងហើយខ្ញុំក៏បានជួបនៅមនុស្សម្នាក់តែមនុស្សម្នាក់ហ្នឹងគឺជាលោកតា2លោកតា2ហ្នឹងគឺជាមនុស្សម្នាក់ដែលបានជាប់ក្នុងពិភពនឹងជាមួយខ្ញុំដែរចៅអីមកពីណាហ្នឹងតាស្មានតែតាជាប់ក្នុងពិភពនេះតែម្នាក់ឯងតើហើយមានចៅអីមកពីណានេះហើយតានៅក្នុងពិភពហ្នឹងរយៈពេល10ឆ្នាំហើយចៅតាមកពីពិភពផ្សេងមួយទៀតឆ្លងចូលក្នុងពិភពនឹងដែរចៅឯងឃើញឡានខាងក្រៅនោះអត់ហើយឡានហ្នឹងគឺជាឡានរបស់តាតែតានឹងធ្វើការឡានហ្នឹងជាឡានរបស់លោកតាឯងជួយឡានលយមែនឲ្យចៅមែនអត់សម្រាប់រយៈពេល50ថ្ងៃតទៅមុខទៀតហើយតាមិនបានរស់តទៀតទេដោយសារតាមានជំងឺម្យ៉ាងដែលធ្វើឲ្យតាអាចនឹងកើត zombie នៅពេលខាងមុខអញ្ចឹងតានឹងធ្វើការឲ្យអវ៉ាន់ផ្សេងទៅកាន់ចៅឯងផងដែរហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលមានមនុស្សល្អម្នាក់ធ្វើការជួយខ្ញុំក្នុងការលេង50ថ្ងៃនេះនេះចៅឯងយកចោះនេះគឺជាអវ៉ាន់ក្នុងខ្លួនរបស់តាតែតានៅសល់តែតាអាចចែករំលែកទៅកាន់ចៅឯងបានហើយខ្ញុំក៏បានអរគុណគាត់ច្រើនខ្លាំងមែនទែនក្នុងការជួយចែករំលែកអវ៉ាន់របស់គាត់មកឲ្យខ្ញុំហើយគាត់ក៏បានផ្ដាំផ្ញើនៅវិធីសាស្ត្រផ្សេងមកកាន់ខ្ញុំផងដែរក្នុងការរស់លើពិភពមួយនេះផងដែរហើយនេះគឺជាអវ៉ាន់ដែលគាត់ឲ្យយើងមិញច្រើនដែរហើយខ្ញុំធ្វើការសម្រាកក្នុងផ្ទះនេះមួយយប់ហើយនេះគឺជាថ្ងៃទី5ក្នុង mod zombie apocalypse របស់យើងហើយខ្ញុំធ្វើការបើកចូលមើលគឺអត់ឃើញលោកតាគាត់នៅទេហើយនេះប្រហែលជាគាត់បានស្លាប់ហើយនៅនេះអាចទាំងចឹងដែរប្រហែលជាគាត់សម្រាប់ខ្លួនខ្លួនឯងមើលទៅហើយក្នុងពេលនោះដែរខ្ញុំពិតជាខឹងខ្លាំងមែនទែនដោយឃើញ zombie មួយក្បាលដើរមកជិតខ្ញុំធ្វើការសម្លាប់វាចោលតែម្ដងដោយសារតែពោវាបានធ្វើឲ្យមនុស្សចាស់ម្នាក់បានស្លាប់ហើយនេះគឺជាអាវុធថ្មីដែលលោកតាបានឲ្យគឺកាប់មួយគឺដាច់យកតែម្ដងគឺឈឺមែនទែនបន្ទាប់ពីនឹងមកហើយខ្ញុំក៏បានឡើងឡានដែលលោកតាបានឲ្យឡាននេះគឺលយមែនទែនហើយជាតិមក zombie ដឹងខ្ចប់របស់ខ្ញុំហើយមើលរូបរាងឡានក៏ដឹងហើយឡាននេះដូចជាឡាន Hammer ហើយខ្ញុំធ្វើការបើក
ឡានទៅមុខតិចតិចដោយសារខ្ញុំទៅបើកឡានទេហើយខ្ញុំក៏តន់ស្ទាត់ក្នុងការបើកឡាននឹងដែរហើយស៊ុំប៊ីវាវាយដល់ទេតែយើងនៅក្នុងឡានចូលមកតែស៊ុំប៊ីក្នុងកន្លែងទៅនឹងគឺច្រើនមែនតើណាក៏តែស៊ុំប៊ីតំណងទៅថ្ងៃទី5ទេណោះអ្នកអញមើលបានស៊ុំប៊ីពេញដីតែហ្មងហើយខ្ញុំក៏បានចោះនៅកន្លែងទៅនេះបន្តិចដោយសារខ្ញុំចង់យកអាដេកហ្នឹងតែស៊ុំប៊ីគឺតាមមកលឿនមែនតើណោះនេះមើលវាដើរហើយខ្ញុំបាញ់មិនត្រូវណាទិញខ្ពើមចុយមកកន្លែងទៅនឹងខ្ញុំយល់ហើយខ្ញុំបានចូលផ្ទះហ្នឹងដើម្បីលូតអវ៉ាន់តែអវ៉ាន់គឺអត់មានអីផងក្នុងផ្ទះហ្នឹងគឺយ៉ែបមែនតើហើយខ្ញុំក៏បានកាប់ដែកនេះតម្រូវដើម្បីយកទៅធ្វើលបងដោយសារយើងត្រូវការលបងដែកដើម្បីការពារពីពពួកស៊ុំប៊ីទាំងហ្នឹងបន្ទាប់ពីបានកាប់លបងនៅរួចអស់ហើយខ្ញុំក៏ធ្វើការមកផ្ទះនេះម្ដងដើម្បីកាប់លបងបន្ថែមទៀតហើយនឹងដល់លូតអវ៉ាន់បន្ថែមទៀតផងដែរឃើញអត់នេះត្រឹមតែជាថ្ងៃទី5ទេហើយស៊ុំប៊ីគឺនិយាយទៅគឺយើងនៅតាណាគឺវាចាញ់ពេញទៅនឹងតម្រូវហើយវាមករកតែកបែយើងទៅលបយកចុះអាណាវាយខ្ញុំទម្លាក់វានេះចាស់ចំពក់នេះវាឡើងតាមបហងណាចុះស៊ុំប៊ីវាឆ្លាតមែនណោះនេះវាឡើងលើទេនេះបានណាជិះលយមែនហើយខ្ញុំពងកាប់លបងសក់វាមកវាយខ្ញុំទម្លាក់បដ ហើយយ៉ានេះអត់ស្គាល់តាមខ្លាំងតែនេះបួកងប់ហើយបន្ទាប់ពីនឹងមកខ្ញុំក៏បានធ្វើដំណើរមកកាន់ភូមិមួយដែលខ្ញុំគិតថាអាចនឹងមានរបស់ហូបច្រើនសារអ្នកភូមិគឺគាត់មានច្បើងមានអីដែលយើងអាចក្រាស់នំប៉័ងបានញ៉ាំផងដែរហ្នឹងឯងមើលបានហើយមាន village ទៀតខ្ញុំអត់យល់ត្រង់ហ្នឹងតែ village នៅកណ្ដាលវាហើយ zombie មកតាមឡានខ្ញុំនឹងច្រើនណាស់នេះអញ្ចឹងយើងធ្វើជារៀបរាប់ជាសេះសយើងធ្វើការពារ village ដោយពីពួក zombie វារកខំ village ហើយខ្ញុំធ្វើការបាញ់កម្ចាត់វាចូលទាំងអស់តម្រងវាមកមិញមកវងនោះនេះវាតាមឡានខ្ញុំហើយវាបានស្លាប់ម្ដងមួយសតថានេះមកក្បាលតែឯងទេបាញ់មួយងាប់អែតតែហើយខ្ញុំបានមកធ្វើការយកច្បើងដើម្បីក្រាស់ធ្វើនំប៉័ងហូបនោះហើយយើងត្រូវការរបស់ហូបច្រើនអញ្ចឹងយើងថារកច្បើងរបស់ village នេះមកហើយអញ្ចឹងមេក៏ចិត្តយកໄວហើយខ្ញុំក៏ធ្វើការរកមើលកន្លែងតាណាដែលយើងអាចសម្រាប់បានប្រហែលជាសម្រាប់ក្នុងភូមិ village សិននោះនេះខ្ញុំអត់ចង់ទៅណាឆ្ងាយតែមេល្ងាចហើយនៅគ្នាឲ្យឃើញបានចូលមកដល់ថ្ងៃទី6ព្រៀងគឺ zombie មកលេងខ្ញុំតង់ព្រឹកតែម្ដងនេះគឺច្រើនមែនទេមកសឹងតែមកវងម្ដងហើយខ្ញុំធ្វើការបាញ់កម្ចាត់វាតង់ព្រឹកហើយខ្ញុំគិតថាខ្ញុំគួរតែដើរ explore មើលក្នុងភូមិនេះសិនតែខ្ញុំមិនទាន់បានមើលអស់ទេតែមានរបស់អីខ្លះខ្ញុំឃើញរបស់អីគេនៅលើភ្នំអញ្ចឹងខ្ញុំធ្វើការទៅមើលសិនអស់នេះឃើញអត់ចឹងខ្ញុំធ្វើដំណើរមកដល់កន្លែងទៅហ្នឹងហើយដូចជាអត់មានអីទេខ្ញុំរកមើលសិនមាន zombie មួយធ្វើការបាញ់ចោលទៅហើយសង្ហាន់បើកហឹបហ្នឹងហើយអត់មានអីសោះហើយមានវិសុមួយខ្ញុំបើកស្ដាប់ដែរតែអត់ដឹងតែគេចង់និយាយពីអីទេហើយខ្ញុំធ្វើការមកតានេះខ្ញុំបើកហឹបទៀតបានរបស់អីនេះដឹងស្អីគេដែរហើយធ្វើការកាប់ខោបន្ថែមណោះនេះបន្ទាប់មកខ្ញុំក៏បានមកឆែកមើលកន្លែងតានេះកន្លែងអាគារនេះដឹងតែកន្លែងសាលារៀនឬក៏កន្លែងអីទេខ្ញុំទៅបើកហឹបមើលអញ្ចឹងណោះនេះហើយខ្ញុំក៏បានរើបានរួចហើយខ្ញុំធ្វើការមករកឡានខ្ញុំវិញប៉ុន្តែ zombie គឺវាតាមខ្ញុំហើយខ្ញុំធ្វើការសម្លេះវាម្ដងមួយដោយបថោនេះតែលោកតាយើងបានឲ្យគឺសាហាវខ្លាំងមែនទែនបន្ទាប់មកខ្ញុំក៏អត់មានគោលដៅដែរប៉ុន្តែថ្ងៃទី6ហើយយើងមិនទាន់មានផ្ទះឬមិនទាន់មានកន្លែងទីជម្រកឲ្យត្រឹមត្រូវទេហើយខ្ញុំក៏សម្រេចចិត្តថានឹងរកធ្វើកន្លែងធ្វើផ្ទះមួយឬក៏ឧទាហរណ៍ជាកន្លែងបទាយើងមួយដើម្បីយើងដាក់ឡានដាក់អីស្រួលពួលហើយយើងនៅនឹងតែម្ដងនោះនេះហើយខ្ញុំក៏បានមករកឃើញកន្លែងទៅនេះខ្ញុំចង់បានកន្លែងទៅនេះហើយខ្ញុំធ្វើការឈូសឆាយដើមឈើចូលទាំងអស់តែម្ដងឲ្យស្រឡះហើយកន្លែងម្ដុំហ្នឹងគឺទេសភាពស្អាតមែនទេនោះអ្នកមើលបានហើយនេះគឺជាយប់ថ្ងៃទី7ដែលខ្ញុំមិនដែលជួបឡើយគឺជាបាតុភូត Red Moon គឺថ្ម zombie ឬខ្មោចឆៅហ្នឹងវាចេញកាន់តែច្រើនហើយ zombie ទាំងហ្នឹងគឺភ្នែកវាចេញពលឺមានន័យថាវាកាន់តែខ្លាំងជាងមុនអញ្ចឹងទៅ
នៅគ្នាអាចនឹងឃើញនោះប្រច័ណ្ឌគឺពណ៌ក្រហមឆ្អិនឆ្អៅតែម្ដងចឹងពពួកស៊ុំប៊ីហ្នឹងក៏វាមិនចេះឈប់ដែរវាចេញមកកាន់តាមនឹងដែរភាសានេះគឺជាទៅបាតុភូតប្រច័ណ្ឌពណ៌ក្រហមលើកទី1ចឹងស៊ុំប៊ីវាមិនច្រើនប្រមាណទេមេឃក៏ជិតភ្លឺដែរហើយខ្ញុំធ្វើការតស៊ូជាមួយស៊ុំប៊ីផងដែរដរាបណាប្រច័ណ្ឌនឹងមិនទាន់បាត់ថ្ងៃមិនទាន់រះគឺស៊ុំប៊ីនៅតែចាញ់ដូចដើមចឹងចឹងមេជិតភ្លឺមែនតើហើយខ្ញុំសង្ឃឹមខ្លាំងមែនតើនៅឆាប់ភ្លឺឆាប់អានឹងធ្វើការសង់ផ្ទះតែម្ដងនេះគឺជាព្រឹកថ្ងៃទី8ហើយមានមនុស្សម្នាក់បានដើរមកជិតខ្ញុំហើយខ្ញុំមិនទុកចិត្តវាឡើយដោយសារវាអាចនឹងជួនប្រកបផងដែរទៅការបាញ់សម្លាប់វាចោលហើយស៊ូមីមួយក្បាលទៀតគឺទុកទៅអីងាប់ទៅហើយខ្ញុំក៏បានធ្វើការចុះមកក្រោមវិញហើយធ្វើការ clear ស៊ូមីចាញ់សិនមុននឹងយើងធ្វើការកាប់ឈើនេះដើម្បីឆ្ការវាចោលហើយយើងសង់ផ្ទះនៅកន្លែងទួលនឹងតែម្ដងណាខ្ញុំចង់បានកន្លែងនេះសាកន្លែងហ្នឹងវាអេមហើយនៅជិត village ហើយនៅជិតប្រភពទឹកផងដែរយើងធ្វើការកាប់ឈើឲ្យស្រឡះសិនមកមេកំពុងតែភ្លៀងទៀតពិតជាអេមមែនទេណាតិចទៅជុំស្រួលមែនខ្លួនខ្លាំងមែនទេសម្រាប់តួអង្គខ្ញុំចំស្ដីអានេះមកពីណាចាអានេះមកពីណាគេចុយមកពីណានេះមកពីណាហើយខ្ញុំក៏បានចាប់ផ្ដើមសង់ហើយនឹងដាក់លបងជុំវិញកន្លែងផ្ទះយើងមកដែរដើម្បីការពារស៊ុំប៊ីកុំឲ្យវាមកញ៉ៃយើងអញ្ចឹងទៅណាយើងទៅដាក់គ្រឹះមួយសិនមកមួយជាមកចុយដាក់បាញ់មួយមកយើងធ្វើការដាក់បដាយើងបាញ់ស៊ុំប៊ីបដាគឺឈៀលខ្លាំងមែនណាយើងធ្វើការឈូសឆាយដើមឈើបន្ថែមហើយដាក់នេះទៀតមកហើយខ្ញុំច្រឡំកាប់អាដើមឈើនេះណាពឹងតែខ្មុំនឹងកន្លែងទៅនឹងទៅបែមែនណាខ្ញុំថាទុកខ្មុំឥឡូវច្រឡំកាប់វាឥឡូវខ្មុំនឹងដេញតិចពេញនឹងហើយរត់ប្រសាចពេញនៅព្រៃហ្នឹងសែនមែនទេណោះងាប់ខ្មុំដោយសារខ្មុំតែតិចយើងវានឹងងាប់ហើយប៉ុន្តែបើអាស៊ុំនេះកោដែរបាញ់វាចោលញ៉ៃដល់កធ្លាក់ក្លុកអីញ៉ៃមែនទេកន្លែងទៅនឹងខ្ញុំគួយសៃខ្លួនឯងខ្លាំងមែនហើយស៊ុំប៊ីនឹងវាឡើងវាមិនរួចទៀតតែពាក្យស្អាតក្រោះទៀតហើយតួអង្គខ្ញុំគ្មានពាក្យស្អីណាមកបៀកនេះមានអត់ក្រោយពាក្យម៉ែអើយស៊ុំប៊ីលើកតបមកវាយខ្ញុំតែម្ដងដែរសារមកខ្ញុំច្រឡំថាវាញ៉ៃពេលឥឡូវវានាំគ្នាមកវាយខ្ញុំបណ្ដោយអញ្ចឹងខ្ញុំក៏បានធ្វើលបងធម្មតាអញ្ចឹងទៅហើយស៊ុំប៊ីក៏កាន់តែមកអញ្ចឹងទៅអា3ក្បាលនោះស៊ីតែមកគ្រាប់ខ្ញុំទេគឺងាប់ទាំង3តែម្ដងចាំមើលមួយកប់សេរីតែម្ដងស្នប់អេមែនអ្នកនេះគិតទៅចុយមកពួកនេះវាមកខ្ញុំធ្វើលបងបានសោកមកវាខ្ញុំគ្នាមកច្រើនខ្លាំងមែនទេហើយមកងាប់ទាំងអស់គ្នាអញ្ចឹងនេះគឺជាយប់ថ្ងៃទី9ដោយសារខ្ញុំភ្លេចគឺថាខ្ញុំភ្លេចយកក្រេមកហើយខ្ញុំទៅថាជិះឡានទៅយកក្រេវិញឬក៏យើងទៅដេកនៅនឹងប្រយចាំព្រឹកថ្ងៃទី10ចាំយើងត្រឡប់មកវិញនោះនេះតែយើងធ្វើដំណើរមកដល់ហើយនោះនេះប៉ុន្តែមានម៉ួយតាក់ស៊ីចង់ជិះតាក់ស៊ីជាមួយខ្ញុំដែររត់មកបើយើងបាញ់ខុសទៀតបែរមែនហើយវាក៏ងាប់បាត់ដែរម៉ែលេងដេកកាន់កំភ្លើងយកមកនេះគឺជាព្រឹកថ្ងៃទី10ហើយពេលព្រឹកគឺយើងធ្វើការស្រស់ស្រូបអាហារសិនមកចឹងខ្ញុំធ្វើការយកក្រេនេះដើម្បីយកទៅផ្ទះរបស់យើងវិញនោះនេះទៅដេកនៅវិញតោះតាក់ស៊ីមានណាជីអត់ធ្វើការចេញឡានទៅហើយបាញ់មកឥឡូវយើងមកដល់ផ្ទះយើងវិញហើយគាត់មកដល់ផ្ទះភ្លាមមិនទាន់បានធ្វើអីផងណាគាត់អាតែងវាមកស្វាគមន៍វាមកលេងខ្ញុំញ៉ៃវិញទៅនឹងនេះយ៉ាប់មកបាទហ្នឹងចឹងថ្ងៃទី10ហ្នឹងគឺអត់មានអីធ្វើទេក្រៅពីការឈូសឆាយដីការកាប់ឈើធ្វើឲ្យវាស្រឡះចឹងទៅយើងដើម្បីសង់ផ្ទះយើងរៀងធំក្រាន់ដែរហើយខ្ញុំធ្វើការកាប់ដើមឈើមកហើយខ្ញុំក៏បានប្រទះឃើញឡានមួយ
គេដែលគេបោះបង់ចោលខ្ញុំមិនដឹងថាណាយកឡានមកទុកទៅនឹងទេតែឡាននេះគឺពណ៌ក្រហមទៀតពណ៌ខ្ញុំចូលចិត្តទៀតឡាននេះប្រហែលជាឡានបែបកាមេរីអញ្ចឹងណានេះស្តីនឹងកាមេរីខ្មែរយើងដែរតែខ្ញុំអត់ទាន់ដឹងថាវាអាចជិះកើតបានអត់ទេតែសាក់ជីគឺវ៉ាវអាចជិះបានណាស់នេះមុខរបស់វាលយមែនទេហើយបន្ទាប់មកក៏ខ្ញុំធ្វើការខិតខំប្រឹងប្រែងសង់មែនទែនទាំងយប់ទាំងថ្ងៃគឺខ្ញុំប្រឹងប្រែងចាប់សង់ឲ្យហើយនឹងបិទលបងឲ្យឆាប់ហើយតម្រូវកុំឲ្យ zombie វាចូលមកគោយើងអញ្ចឹងទៅនោះនេះហើយនេះគឺខ្ញុំធ្វើការដាក់ចិត្តបានរួចរាល់ 100% អីពងតែយើងព្យាយាមដាក់ ចង់និយាយថាមើលដល់កន្លែងហ្នឹងកុំភ្លេច like ហើយ subscribe មួយផងហើយនេះគឺជាព្រឹកថ្ងៃទី 14 ហើយខ្ញុំធ្វើការសាងសង់បន្ថែមទៀតហើយខ្ញុំគិតថាយកថ្មធ្វើជាយើងក្រាលឲ្យស្មើដូចចាក់បេតុងអញ្ចឹងណាគ្នាហើយខ្ញុំធ្វើការកាប់មកហើយខាងក្រោមគឺខ្ញុំមានកំណត់មួយគឺខ្ញុំចង់ធ្វើកន្លែងដាក់ហឹបឬដាក់អវ៉ាន់ផ្សេងដំណាំផ្សេងក្នុងក្រោមនឹងដែរក៏ខ្ញុំធ្វើការជីកឲ្យធំមកចឹងការជីករបស់ខ្ញុំគឺរហូតដល់ថ្ងៃទី 15 មិនទាន់រួចរាល់ទុំបានផែ 20% ទេចឹងខ្ញុំធ្វើការដាក់ភ្លើងមួយសិននៅខាងលើខ្លាចល្ងិត zombie វា spawn ចឹងធ្វើការទៅជីកតទៀតហើយខ្ញុំបានធ្វើការដើរមកមើលកន្លែងថ្មរបស់ខ្ញុំស្រាប់តែជួបរឿងមួយគឺខ្ញុំធ្លាក់នៅក្រោមនេះហើយក្រោមលងនេះគឺលងរបស់ zombie វាខ្ញុំមិនដឹងថាវាធ្វើមិនបានវាចូលក្រោមនឹងបានទេវាចេះកកាយដីហើយខ្ញុំក៏បានចាប់ផ្ដើមដាក់គ្រឹះបដហើយយើងបោះសម្អាតដីហើយយើងធ្វើការក្រាលថ្មឲ្យស្អាតមើលទៅឲ្យស្មើហើយ clean ចឹងការសង់របស់ខ្ញុំគឺចូលរហូតដល់ថ្ងៃទី 16 ល្ងាចទៀតអស់នេះថ្ងៃទី 17 យើងធ្វើការចិត្តហើយរួចរាល់ 100% ហើយប៉ុន្តែខ្ញុំជួបរឿងមួយមាន zombie មួយក្បាលនៅក្រោមផ្ទះរបស់ខ្ញុំហើយខ្ញុំក៏បានបាញ់សម្លាប់វាចោលទៅខ្ញុំដឹងថាវាមកពីណាទេចឹងគោលដៅរបស់យើងគឺបានសម្រេចមួយទៀតហើយយើងអាចដាក់នេះបានស្មើល្អហើយយើងចូលថ្ងៃថ្មីគឺថ្ងៃទី 18 ដល់ 19 ក៏ខ្ញុំក៏បានចុះមកក្រោមដើម្បីធ្វើការឈូសឆាយនឹងការសាងសង់កន្លែងបន្ទប់ក្រោមដីរបស់យើងដើម្បីស្នាក់នៅឬក៏ដាក់អីវ៉ាន់ឬក៏កន្លែងយើងដាំដំណាំអីផ្សេងកន្លែងដែលខ្ញុំជីនេះកន្លែងខ្ញុំធ្វើកន្លែងដាំដំណាំហើយកន្លែងចំណែនគឺខ្ញុំធ្វើ hall មួយទុកសិនអត់ដឹងថាចង់ធ្វើអីទេខ្ញុំក៏បានឆ្កាដីពីលើហើយយើងមានក្រាលស្រាប់ហើយយើងមិនបាច់ដាក់ក្រាលទៀតទេជុំទៅការឈូសឆាយមកណានេះអញ្ចឹងនេះគឺចំណាយពេលយូរខ្លាំងមែនទែនចូលរហូតដល់ថ្ងៃទី 20 បាទចឹងយើងទៅការដាក់កន្លែងទៅនឹងម្ដងយើងការធ្វើការកាប់មកខ្ញុំស្រាប់តែឃើញប្រហោងមួយហើយខ្ញុំច្រឡំលោតចូលខ្ញុំមិនដឹងថាខ្ញុំគិតអីទេហើយលោតចូលគឺប្រហោងហ្នឹងគឺមាន zombie នោះនេះខ្ញុំបានសម្លាប់វាចោលទៅខ្ញុំឆ្ងល់ពួក zombie នឹងវាចេះជីកដីដែរនោះនេះហើយវាមិនមានអីប្រាប់ជីកហ្នឹងអត់យល់ដែរចឹងការធ្វើ hall នៅនេះគឺខ្ញុំត្រូវការធំគឺចំណាយពេលរហូតដល់ថ្ងៃទី 21ហើយខ្ញុំជីកឡើងលុះខ្សែតម្រងជីកឡើងធ្លុះចេញទៅក្រៅនោះនេះឃើញប្រហោងអត់ហើយទៅការបិទវិញជីកមកខ្លាច zombie ចូលចឹងថ្ងៃទី 22 ហើយខ្ញុំក៏បានឡើងមកលើដើម្បីយកដីបន្ថែមនិងយកគ្រាប់ពូជខ្ញុំចង់ធ្វើកន្លែងដាំដំណាំមុននេះអ្នកគ្នាកន្លែងដាំដំណាំរបស់ខ្ញុំគឺនៅកន្លែងទៅនឹងឯងហើយខ្ញុំធ្វើការបិទដីឬរៀបដីឲ្យស្មើសិនមកហើយនេះកន្លែងដាំដំណាំខ្ញុំគឺខ្ញុំចង់បានទំហំប៉ុណ្ណឹងហើយខ្ញុំធ្វើការរៀបឈើឬក៏ design នេះយើង design ស្អាតតិចមកតែមិនស្អាតហ្មងខ្ញុំធ្វើមិនឲ្យបែបសាមញ្ញហ្នឹងបន្ទប់ខាងនេះវិញក៏ខ្ញុំចង់ធ្វើកន្លែងដាក់ឆេះកន្លែងដាក់អវ៉ាន់របស់យើងដោយសារនៅចិត្តកន្លែងដាំដំណាំអញ្ចឹងយើងស្រួលផងដើម្បីវាសល់កន្លែងរៀងធំគ្រាន់បើអញ្ចឹងខ្ញុំយកកន្លែងទៅហ្នឹងធ្វើកន្លែងដាក់ហឺបរបស់ខ្ញុំហើយសម្រាប់ការធ្វើនៅហ្នឹងគឺលោតរហូតដល់ថ្ងៃទី 23 នោះនេះហើយខ្ញុំក៏បានធ្វើការដាក់ជាងបែបឈើនេះដោយសារយើងសល់ឈើច្រើនយើងធ្វើអញ្ចឹងក៏ស្អាតមួយយ៉ាងដែរ
បើកន្លែងទៅហ្នឹងសម្រាប់យើងចេញចូលនេះយើងចេញចូលស្រួលវាលឿនអញ្ចឹងយើងដាក់តាដោយកម្មដើរឡើងលើមកគឺហើយបងខ្ញុំសុំនៅជាមួយដែរបានអត់ អូអត់បានទេចូលដល់ថ្ងៃទី8ហើយខ្ញុំក៏បានឡើងមកសេរីឡាខ្ញុំចេញពីកន្លែងនេះបន្តិចដោយសារខ្ញុំចង់ដាក់កម្មជាដើរនេះចាំមើលនេះខ្ញុំដាក់កម្មដើរនេះមកដើម្បីខ្ញុំស្រួលចុះទៅក្រោមហើយដូចតែកន្លែងយើងផ្ទះក្រោមដីអញ្ចឹងនេះអញ្ចឹងហើយយើងចុះមកយើងដល់កន្លែងយើងទុកអវ៉ាន់តែម្ដងអញ្ចឹងស្រួលចូលមកដល់ថ្ងៃទី8 5ព្រឹកគឺខ្ញុំធ្វើការចុះមកក្រោមដើម្បី design បន្ថែមទៀតហើយធ្វើមិនគឺរួចតែម្ដងសម្រាប់យើងដាក់អវ៉ាន់តែសារអវ៉ាន់ខ្ញុំច្រើនដែរខ្ញុំចង់ធ្វើកន្លែងដាក់អវ៉ាន់មុនកន្លែងដាំដំណាំពេលយប់យើងធ្វើការមកគេងនៅលើហើយខ្ញុំតែបានកាត់កន្លែងទៅនេះមើលទៅយ៉ាភ្លឺបាត់ចូលដល់ថ្ងៃទី26គឺខ្ញុំធ្វើការដាក់លបងឲ្យត្រឹមត្រូវសម្រាប់យើងចេញចូលឡានស្រួលនេះចុះទៅគឺញ៉ៃញ៉ៃមែនទែនហើយស៊ុំប៊ីវាកោខ្ញុំមែនទែនឃើញអត់ដោយសារថ្ងៃកាលច្រើនហើយស៊ុំប៊ីរត់លឿនជាងមុនទៀតនេះហាហែងចូលរួចដាក់វាមកថោបួកមកថោងាប់ទៀតម៉ែតាន់ម៉ែនឹងនេះតស៊ីមកបថោដែលលោកតាពីឲ្យយើងមិនងាប់ណាស់នេះដាក់វាបួកមួយងាប់rồiចូលដល់ថ្ងៃទី7គឺខ្ញុំធ្វើការទៅកាប់ឈើបន្តែដោយសារយើងអស់ស្បៀងហើយឈើមួយគឺអស់លីងតម្រង់ពីក្នុងឃ្លាំងរបស់យើងអញ្ចឹងខ្ញុំធ្វើការទៅកាប់ឈើជីកហ្នឹងទេតែខ្ញុំជិះអាសំណប់ចិត្តខ្ញុំទៅនោះនេះចង់និយាយថាកន្លែងកាប់ឈើគឺដើរក៏ដល់តែចង់យក style ចង់ជិះម៉ូតូនោះនេះអញ្ចឹងយើងក៏ធ្វើការកាប់ឈើលឿនមកណាមួយខ្ញុំចង់ឆ្កាកន្លែងគិនផ្ទះខ្ញុំឲ្យស្លាស់ផងស្រួលមើល zombie វាមកពីទិសណាអញ្ចឹងណានេះតែដើមឈើច្រើនមែនយើងនិយាយថាកាប់ទៅកាប់មួយបាក់អញ្ចឹងខ្ញុំយកទាំងពីរទាំងឈើសហើយនិងឈើធម្មតារបស់យើងហ្នឹងហើយការកាប់ឈើរបស់ខ្ញុំគឺលោតរហូតដល់ថ្ងៃទី18មិនទាន់គ្រប់ចំនួនដែលខ្ញុំចង់បានទេតែអា zombie នេះវាមកញ៉ៃញ៉ៃហើយខ្ញុំក៏ទៅកាប់វាមួយទៅណោះនេះអូខេហើយអា zombie ហ្នឹងគឺវាស្រែកម៉ែវាស្រែកដល់នេះស្រែកថ្លង់ចុយម្រាយហើយខ្ញុំធ្វើការរោមមុខវាឃើញហើយស្លាប់វាចោលមកហើយខ្ញុំក៏បានឃើញមិនដូចជាមន្ទីរពេទ្យមួយដែលគេបោះបង់ចោលហើយខ្ញុំបានធ្វើការចូលមក check in មើលហើយក្នុងនោះគឺមានថ្នាំពេទ្យនិងបងរុំរបួសផ្សេងផងដែរហើយខ្ញុំធ្វើការយកទាំងអស់តែម្ដងហើយខ្ញុំក៏បានឲ្យយូរដែរខ្ញុំធ្វើការចាញ់មកវិញដោយសារមេឃជិតល្ងាចហើយចូលដល់ថ្ងៃទី29វិញគឺខ្ញុំធ្វើការ explore មើលជុំវិញផ្ទះរបស់ខ្ញុំដែលខ្ញុំមិនទាន់បានរើអស់មើលអស់ចឹងហើយខ្ញុំធ្វើការចូលផ្ទះតូចនេះមួយហើយចូលមកមាន zombie ទៀតហើយមានអវ៉ាន់តិចតួចដែរដោយសារផ្ទះតិចក្រដែរហើយខ្ញុំធ្វើការចេញពីផ្ទះហ្នឹងហើយខ្ញុំទៅមើលផ្ទះនៅជិតនេះផ្ទះនៅខាងមុខហ្នឹងខ្ញុំធ្វើការជិះម៉ូតូទៅមើលឆែកមើលតែម្ដងគាត់ទៅបើកឆាកភ្លើងគឺធ្វើការលោតទៅហក់កាប់យកតែម្ដងនេះអត់ចោលទេបាទហើយខ្ញុំធ្វើការប្រមូលអវ៉ាន់ក្នុងផ្ទះនេះគឺគួរសមផ្ទះហ្នឹងមានអវ៉ាន់គួរសមទាំងសភៅទាំងអីមានល្អដែរចាអូននេះមកប៉ុណ្ណាអើយមើលក្បាលវានោះខ្ពើមចុយមកអត់មានខួរហ្នឹងហើយខ្ញុំក៏បានឆ្លៀតចូលនៅអាគារជិតផ្ទះនឹងដែរហើយចូលទៅក៏អត់បានឆែកអត់ដែរនៅសារល្ងាចបាត់ហើយអញ្ចឹងខ្ញុំក៏ឆែកបានតិចធ្វើការទៅផ្ទះវិញប្រហែលនៅល្ងាចខ្ញុំខ្លាច zombie ច្រើនមកច្រើនតែម៉ូតូជិះស្រួលជាងឡានសារវាតូចហើយវាលឿនណាស់ហើយអញ្ចឹងយើងធ្វើការមកដល់ទីហើយធ្វើការបើកលបងចូលផ្ទះរបស់យើងចតរួចយើងបិទទ្វារវិញកុំឲ្យ zombie ចូលធ្វើការចតម៉ូតូស្រួលបួមកអូខេអានេះគឺជាយប់ថ្ងៃទី30ដោយសារតែខ្ញុំមិនបានទៅណាទេខ្ញុំនៅផ្ទះហ្នឹងគឺពេលយប់គឺដូចជាអត់មានអីកើតឡើងទេថ្ងៃទី30ហ្នឹងយប់ថ្ងៃទី30គឺដូចជាអត់សូវឃើញ zombie ចាញ់មកទេពេលយប់គឺចម្លែកខ្លាំងមែនទេអ្នកនរចូលថ្ងៃទី31ដែលខ្ញុំបានរកឈើបានច្រើនហើយខ្ញុំក៏ធ្វើការយកមកធ្វើកម្រាលដើម្បីសង់កន្លែងស្តុបទុកអវ៉ាន់របស់យើងឲ្យរួចរាល់ឆាប់កាន់តែរួចកាន់តែលឿនកាន់តែល្អណាស់នេះអញ្ចឹងខ្ញុំយកឈើជំនួសថ្មភាសាឈើហើយយើងពុះយើងទៅវាស្អាតមើលទៅ clean ល្អហើយខ្ញុំធ្វើការស្គៀលឈើឲ្យស្អាតអស់មកហើយថ្ងៃទី32នោះគឺខ្ញុំធ្វើការរៀបចំនៅអវ៉ាន់ដែលយើងត្រូវដាក់ចូលក្នុងកន្លែងហឹបរបស់យើងគឺមានចង្ក្រានមានចង្ក្រានដុតសាច់ហើយនឹងហឹប
ច្រើនគួរសមដែរខ្ញុំគិតថាដាក់ប៉ុណ្ណឹងគឺល្មមហើយសម្រាប់ខ្ញុំសារខ្ញុំនៅតែឯងទេអញ្ចឹងអីវ៉ាន់ក៏វាមិនតច្រើនប៉ុន្មានដែរគួរសមទេបន្ទាប់មកខ្ញុំក៏ធ្វើការ design នៅខាងមុខទ្វារចូលរបស់យើងខ្ញុំធ្វើការដាក់លួសនេះហើយនឹងឈើ2កណ្ដាលហើយខ្ញុំបានដាក់ទ្វារកញ្ចក់នេះដែលយើងរើសបានមកអញ្ចឹងស្អាតម្យ៉ាងដែរណាមើលទៅគឺសាមញ្ញប៉ុន្តែស្អាតហើយខ្ញុំក៏ធ្វើការក្រាស់លបងដើម្បីដាក់មុខនេះសម្រាប់យើងចាញ់ចូលទៅខាងក្នុងហើយយើងអញ្ចឹងយើងចង់ដាក់អីវ៉ាន់អីផ្សេងទៀតណាហើយខ្ញុំធ្វើការប្រមូលអីវ៉ាន់ដែលខ្ញុំនៅពីលើខ្ញុំធ្វើការដាក់ក្នុងហឹបនេះទាំងអស់តែម្ដងស្រួលមែនទែនហើយខ្ញុំធ្វើការដុតដែកផងដែរតើមកយើងក៏នេះគឺជាតួអង្គរបស់ខ្ញុំពេលដល់មុននេះឃើញ cute អត់ហើយនៅនេះប្រហែលជាឆ្ងល់ខ្ញុំបានពីណាខ្ញុំដើរបើកហឹបបានហើយខ្ញុំក៏ទទួលបានអាកន្លែងឈៀលរងនឹងដូចតែឈៀលធម្មតាទេហើយខ្ញុំធ្វើការរកមើលអីវ៉ាន់ឬក៏ស្តុបទប់យើងរេបអីវ៉ាន់ឲ្យស្រួលបួលអញ្ចឹងនេះនៅនេះខ្ញុំទទួលបានដែកហើយចូលដល់ថ្ងៃទី33ហើយខ្ញុំធ្វើការឡើងមកលើដើម្បីទៅរកអីវ៉ាន់ឬក៏រីសបន្ថែមគឺខ្ញុំចង់បានស៊ីតយើងដំណាំយើងស្រាប់យកមកដាំដំណាំក្នុងកន្លែងរស់នៅរបស់យើងនៅនេះខ្ញុំជិះម៉ូតូទៅនេះខ្ញុំធ្វើការជិះម៉ូតូបដើឬប្រមូលអាស៊ីតបដើហើយនៅថ្ងៃទី33នេះគឺ zombie គឺចម្លែកមែនតើខ្ញុំមិនដែលឃើញវាទេនេះដូច zombie នេះគឺពាក់អាវដូចជាអ្នកវិទ្យាសាស្ត្រអញ្ចឹង nuclear អញ្ចឹងណានេះហើយវាធ្វើការរត់ដេញតាមខ្ញុំយកប្រយហើយវាធ្វើការតាមខ្ញុំរហូតដល់កន្លែង village នេះនោះនេះហើយខ្ញុំក៏ធ្វើការបាញ់សម្លាប់វាចោលបែបបាញ់ហ្នឹងគឺវាដូចបញ្ចេញសារធាតុពុលអញ្ចឹងចម្លែកមែនតើ zombie នេះអត់ដែលឃើញសោះបន្ទាប់មកខ្ញុំក៏បានឃើញដំណាំ village នៅលើភ្នំខ្ញុំធ្វើការជិះទៅយកដោយសារ village គឺងាប់បាត់អស់ហើយនោះនេះខ្ញុំធ្វើការប្រមូលឲ្យលឿនមកតាមតែអាចធ្វើបានដោយសារ zombie គឺនៅគៀខ្ញុំគឺច្រើនមែនតើខ្ញុំធ្វើការប្រមូលដាក់ speed យកលឿនតម្រូវឲ្យដាក់មេប្រូចចឹងមកដល់ថ្ងៃទី34គឺខ្ញុំធ្វើការមកកាប់ឈើប៉ុន្តែត្រូវពួក zombie ឡោមព័ទ្ធខ្ញុំតែម្ដងហើយខ្ញុំក៏ធ្វើការតស៊ូនឹងវាដោយសារខ្ញុំគឺអស់គ្រាប់កាភ្លើងហើយខ្ញុំធ្វើការកាប់យកតែម្ដងតែពួកវាគឺតាន់ដែរដោយសារថ្ងៃគឺកាន់តែច្រើនហើយ zombie គឺដូចខ្ញុំនិយាយចឹងវាកាន់តែវិវត្តខ្លួនកាន់តែខ្លាំងហើយកាន់តែសាហាវជាងមុនចឹងដែរនោះណាតែ zombie ច្រើនមែននោះណាហើយពេលថ្ងៃទេគឺពេញនឹងតែម្ដងនោះណាមើលបានហើយខ្ញុំទូចគឺមិនបានមកវារត់យកប្រយវាឃើញពីឆ្ងាយគឺវារត់ដេញយើងយកហ្មងនេះអាចមើលបានឃើញអត់ហើយយើងនៅឡើងឆ្ងាយវាមើលវារត់យកហ្មងរត់លឿនទេណាព្រោះហ្នឹងហើយខ្ញុំគឺធ្វើការរស់នៅនោះគឺរត់ដល់មួយថ្ងៃផងដែរដោយសារខ្ញុំត្រូវការឈើច្រើនខ្ញុំកាប់ឈើយកច្រើនចឹងចំណាយពេលមួយថ្ងៃនៅនឹងហើយថ្ងៃទី36គឺខ្ញុំធ្វើការមក explore មើលតាមផ្ទះនេះហើយផ្ទះនេះគឺតូចដែរទេខ្ញុំធ្វើការចូលមើលសិនហើយខ្ញុំក៏ធ្វើការរកអីវ៉ាន់ដែលខ្ញុំចង់បានរួចអស់ហើយខ្ញុំធ្វើការធ្វើដំណើរទៅផ្ទះរបស់យើងវិញណោះនេះហើយមកដល់ផ្ទះយើងហើយធ្វើការបើកទ្វារចូលមកចឹងមកដល់ផ្ទះភ្លេងគឺកូដៅខ្ញុំគឺធ្វើអណ្ដូងដាក់ទឹកមួយដោយសារយើងទុកប្រើប្រាស់ណោះនេះចឹងយ៉ាឡូចហើយមួយទៀតគឺថ្ងៃទី37គឺខ្ញុំធ្វើការចូលមករេបវ៉ាន់របស់ខ្ញុំដែលខ្ញុំបានប្រមូលបានតាពីថ្ងៃមុនធ្វើការរៀបចំនិងធ្វើការដាក់ឲ្យវាស្រួលក្នុងការយកមកប្រើប្រាស់ចឹងទៅនោះនេះហើយខ្ញុំធ្វើការធ្វើដំណាំផងដែរការធ្វើកន្លែងដាំដំណាំយើងមកអូខេនេះយើងដាំដំណាំយើងដាំស្រូវផងដាំដូចជាដំឡូងអីផងដែរតិចតួចទេនោះនេះអត់ច្រើនប៉ុន្មានទេហើយខ្ញុំក៏ធ្វើការ design ចដៅដើម្បីស្រួលឡើងនិងធ្វើការដូរកន្លែងខ្លងទ្វារនេះចូលឲ្យស្អាតមើលទៅវាសមថ្ងៃថ្មីបានចូលមកដល់ថ្ងៃទី38គឺមេឃភ្លេងតង់ព្រឹកតែម្ដងនេះជាជុំខាងមែនហើយខ្ញុំធ្វើការអាប់ដេតលបងរបស់ខ្ញុំប្រូមកពីឈើមកដាក់ថ្មវិញដោយសារខ្ញុំគិតថាដាក់ថ្មគឺទី1គឺវាស្អាតផងហើយវាជួយឈាមវាមើលទៅវាតាន់ជាងឈើអញ្ចឹងណាហើយខ្ញុំធ្វើការអាប់ដេតដាក់អញ្ចឹងឬក៏សំណាញ់នេះពីលើថ្មនឹងទៀតដើម្បីឲ្យវាមើលទៅកាន់តែមាំអញ្ចឹងទៅ
ចឹងថ្ងៃទី31បានខ្ញុំធ្វើការសង់រួចរាល់អស់ហើយ 100% ឯណោះនេះខ្ញុំធ្វើការដើរមើលជុំវិញគឺស្ងាត់មែនទែនហើយនឹងខ្ញុំធ្វើការរៀបចំឲ្យបានខ្ញុំទុកដាក់ដោយសារយប់មួយនេះគឺជាយប់ថ្ងៃទី9ដែលមានប្រច័ណ្ឌពូកក្រហមម្ដងទៀតហើយ2ដងហើយទាំងលើកមុនហើយខ្ញុំមិនអាចដេកបានទេខ្ញុំធ្វើការដើរមើលមកយប់បោះព្រឹកហ្នឹងចាំដល់ភ្លឺតែម្ដងណានេះស៊ុំប៊ីគឺវាមានពលឺក្នុងភ្នែករបស់វាហើយស៊ុំប៊ីគឺវាអត់ច្រើនប៉ុន្មានទេណាមួយយើងបានសង់ផ្ទះរួចរាល់ចឹងវាអត់មកអុកលុកយើងបានទេណាខ្ញុំធ្វើការបាញ់ស៊ុំប៊ីមួយសិនចូលដល់ថ្ងៃទី40ខ្ញុំធ្វើការតុម៉ាញនៅក្រោមដីដោយសារខ្ញុំចង់ដឹងថានៅក្រោមដីនោះមានអីខ្លះហើយខ្ញុំធ្វើការម៉ាញក្រោមផ្ទះខ្ញុំនេះម៉ាញខោខ្ញុំឃើញស៊ុំប៊ីមួយវាជាប់វាធ្លាក់មកនោះនេះហើយខ្ញុំបានស្លាប់វាចោលទៅចឹងបន្ទាប់ពីការស្លាប់ស៊ុំប៊ីនោះរួចគឺខ្ញុំធ្វើការម៉ាញជាធម្មតាទេដល់ម៉ាញខោម៉ាញអីចឹងទៅតែខ្ញុំត្រូវការយើងម៉ាញតែម្ដងគឺហើយខ្ញុំធ្វើការចោលទៅក្រោមនេះខ្ញុំលឺសលេងស៊ុំប៊ីមកលឺសលេងមនុស្សផងចម្លែកខ្លាំងមែនទេហើយខ្ញុំបានក៏ឃើញរបស់អ្វីមួយចឹងនៅណែមើលបានពួកមនុស្សហ្នឹងគឺជាអាចថាមនុស្សបន្លំខ្លួនដែលវាអាចស្លាប់យើងបានហើយវានាំមួយស៊ុំប៊ីអត់ស៊ីវាទេណាចឹងយើងត្រូវសម្លាប់វាចោលហើយខ្ញុំក៏ធ្វើការចោះម្ដងក្រោមហើយខ្ញុំបានស្លាប់ពោវាចោលហើយក៏មានស៊ុំប៊ីមួយក្បាលទៀតបានធ្វើការដេញតាមមកស៊ីខ្ញុំហើយខ្ញុំធ្វើការស្លាប់វាចោលមួយទៀតហើយមានស៊ុំប៊ីពីរក្បាលទៀតក៏នៅក្នុងនឹងដែរហើយក៏វាក៏ងាប់ទាំងពីរទៅបន្ទាប់ពីស្លាប់វារួចយើងធ្វើការម៉ាញធម្មតាចូលដល់ថ្ងៃទី41ខ្ញុំនៅតែធ្វើការជីកឬរុករោប្រែដដែលទេដោយសារខ្ញុំបានឡើងទៅលើទេខ្ញុំជាប់នៅក្រោមនឹងយូរថ្ងៃដែរហើយខ្ញុំធ្វើការម៉ាញបានដែកហើយនឹងប្រែផ្សេងៗបានច្រើនមែនទេអ្នកអាចមើលបានខ្ញុំធ្វើការម៉ាញរហូតដល់ក្រោមទៀតគឺខ្ញុំចោះទៅក្រោមសតយកបរយនេះបានដែកតួបានដែកដែរហើយខ្ញុំធ្វើការជីកយកបន្ទៀតមកណាយើងត្រូវការដែកច្រើនដែរហើយយើងធ្វើការជីកយកខូដែរណាខូក៏វាសំខាន់ដែរសម្រាប់ការលេងសប្បាយរបស់ខ្ញុំហើយខ្ញុំក៏បានជួបនឹងរ៉ែផ្លែកក្នុងម៉ូតហ្នឹងខ្ញុំដឹងថាស្អីទេតែកាប់គឺក្របែកមែនតើគឺតាន់មែនតើតាំងជាងដៃមន់ទៀតតាន់ជាង Netherite ទៀតហើយខ្ញុំក៏ធ្វើការជីកបន្តទៀតធ្លុះដឹងដល់ណាដល់ណីទៅខ្ញុំចេះជីកវិញទៅនឹងឯណាដោយសារក្នុងហ្នឹងគឺសបូរខេវច្រើនហើយខ្ញុំក៏បានឃើញនឹងដោយ Diamond ចឹងអាហ្នឹងក៏តែវាជីកយូរដូចគ្នាតែមិនមែន Diamond ទេណាវាតែពណ៌វាគឺស្តៀងនឹង Diamond ហើយខ្ញុំធ្វើការជីកយកដែកបន្ថែមទៀតដោយសារដែកយើងគឺត្រូវការច្រើនហើយហើយខ្ញុំបានចុះមកដល់ក្រោមនេះគឺសបូររ៉ែច្រើនខ្លាំងមែនទែនហើយចូលដល់ថ្ងៃទី43ក៏ខ្ញុំនៅតែនៅក្នុងនឹងដដែលខ្ញុំបានទៅណាទេដោយសារខ្ញុំចង់ប្រមូលរ៉ែឲ្យបានច្រើនហើយឡើងទៅលើគឺអត់ងាយចុះមកវិញម៉ាញ់ឲ្យអ្នកគ្នាមើលដោយសារវាធុញហ្នឹងហើយអ្នកគ្នាចូលចិត្តមើលម៉ាញ់អ្នកគ្នាចូលចិត្តមើល zombie ចូលអញ្ចឹងទៅប្រភេទមន់អញ្ចឹងហើយខ្ញុំធ្វើការជីកយករ៉ែឲ្យបានកាន់តែច្រើនកាន់តែល្អគឺយើងជីកតែម្ដងគឺហើយតែម្ដងយើងមិនចុះមកពីម្ដងទេអញ្ចឹងធ្វើការដើររករ៉ែនឹងដែកជាច្រើនមែនទែនទាំងខោក៏ខ្ញុំយកអីក៏ខ្ញុំយកតែឲ្យតែឃើញនេះ cobblestone អីគឺយកទាំងអស់ហើយខ្ញុំធ្វើការយករ៉ែនេះរ៉ែដែកនេះមកនេះដោយសារកាប់មួយគឺបាក់ទាំងអស់ហើយខ្ញុំក៏ទទួលបានរ៉ែថ្មីមួយទៀតហើយពណ៌វាគឺស្អាតមែនទែនពណ៌ហ្នឹងគឺឡូយហើយវាចាំងដូចពេជ្រចឹងហ្នឹងស្អាតមែនទែនហើយខ្ញុំក៏ទទួលបានរ៉ែមួយទៀតគឺពណ៌ស្វាយខ្ញុំមិនដឹងថារ៉ែអីខ្លះទេនេះរ៉ែចម្លែកខ្លាំងមែនទែនហើយខ្ញុំក៏ធ្វើការមកផ្ទះវិញខ្ញុំគិតថាខ្ញុំម៉ាញយូរហើយខ្ញុំចង់ឡើងទៅលើវិញនេះហើយគណៈពេលនោះដែរគឺខ្ញុំធ្វើការវែងផ្លូវហើយខ្ញុំជីកចុះមកចូលដល់កន្លែងណាណៃនេះកន្លែងចម្លែកខ្លាំងមែនទែនដូចជាអត់ដែលមានក្នុង Minecraft ទេហើយវាដូចខាងក្នុងហ្នឹងគឺមានបន្ទប់មានអីណាដូចកន្លែងមួយដែលគួរឲ្យខ្លាចមែនទែននេះហើយឮសលេង zombie ពេញហ្នឹងឯងអត់ដឹង zombie នៅតាណាទេខ្ញុំខំរកតែអត់ឃើញសោះតែក្នុងហ្នឹងវាមានហឹបមានអីដែរខ្ញុំធ្វើការបើកតែវាដូចជាមានបានអីត្រូវសំខាន់អីផងរហូតដល់ថ្ងៃទី44បាទខ្ញុំឡើងមកដល់វាសាខ្ញុំវិញផ្លូវសិតអីមែនហើយខ្ញុំក៏ទទួលបានអានេះខ្ញុំចង់បានសម្រាប់ធ្វើ lava farm ផងដែរនេះអូខេអញ្ចឹងខ្ញុំធ្វើការចូលមកបន្ទប់ខ្ញុំវិញខ្ញុំធ្វើការ
ធ្វើការដុតរ៉ែរ៉ែដែលយើងទួបានហ្នឹងគឺដុតទាំងអស់តំណងនឹងរ៉ែខ្លះទេហើយខ្ញុំធ្វើការដាក់ furnace ឲ្យបានច្រើនដោយសារខ្ញុំត្រូវការប្រមូលរ៉ែបានច្រើននេះរ៉ែខ្ញុំដុតបានហើយខ្ញុំបានក្រោះទៀតហើយពេលល្ងាចក៏ខ្ញុំបានធ្វើការដាក់លបងលួសដើម្បីការពារតែអត់ដឹងថាការពារបានទេលបងលួសគឺតូចមែនទែន zombie ឡើងច្រើនណាស់នេះហើយពេលយប់ក៏ខ្ញុំបានសង់រួចរាល់អស់ហើយនេះគឺជាវីឡូគៀកនឹងដល់ថ្ងៃដែលយើងត្រូវបិទវគ្គអេពីសូតយើងហើយគឺត្រឹមថ្ងៃទី50នោះនេះអានេះគឺជាសកម្មភាពដែលខ្ញុំទទួលបានឆេះពីការទម្លាក់ត្រប់ហើយបានស្កាមួយនោះនេះហើយកំភ្លើងស្កានឹងដែរគឺបាញ់គឺវាមកល្មមទេអត់អីទេតែវាគួរសមនោះនេះតែ zombie គឺសាហាវមែនទែនខ្ញុំដឹងថា zombie មកពីណាទេហើយ zombie នេះវាចេះវាយកតិចថ្មនោះនេះវត្តហើយខ្ញុំទុំជួបលើកទី1ហើយមាន zombie មួយ zombie នេះវាកាន់ទេនោះនេះអីដាក់ទេទុះពេញនឹងនោះនេះខ្ញុំឡើងវត្តវាមាន zombie អញ្ចឹងទៀតនោះនេះវាដល់ level វាដល់ mic អានេះដូចជា level 10ខ្ញុំចាំមើលដូចជា level 10ហើយខ្ញុំបានស្លាប់វាចោលហើយនេះឃើញទេផ្ទុះមិញអត់ដោយសារស្នាដៃរបស់វាហ្នឹងនេះគឺជាសកម្មភាពដែលវាបានបំផ្លាញផ្ទះខ្ញុំអាពីរក្បាលហ្នឹងដែលវាកាន់ pickaxe diamond មួយវាកាន់ទេមួយនោះនេះអាចឃើញបានវាកាន់ pickaxe ហើយវាដើរប៉ះអីគឺបាក់នឹងនោះនេះអាចមើលបាននេះវា OP ខ្លាំងមែនទែនហ្មង zombie ហ្នឹងដូចដាក់ hack ចឹង level 10នោះនេះសាហាវមែនទែនខ្ញុំដែរឃើញ zombie ណាស់ខ្លាំងដូច zombie ហ្នឹងទេហើយវាដើរបុកអីវាប៉ះខ្ទេចនឹងម្ដងហើយនេះគឺជិតចូលដល់ថ្ងៃទី49ហើយទើបថ្ងៃទី48ដែរនោះនេះហើយខ្ញុំធ្វើការប៉ះពាល់កន្លែងដែលខូចខាតឡើងវិញហើយយើងចាំមើលពេលល្ងាចទាំងអស់គ្នាអានេះគឺជាពេលល្ងាចនៅថ្ងៃទី48នោះនេះដូចជាអត់មានរឿងអីកើតឡើងអីទេនេះគឺជាព្រឹកនៃថ្ងៃទី49ហើយខ្ញុំធ្វើការរៀបចំសម្ភារៈខ្ញុំឡើងវិញហើយខ្ញុំធ្វើការទៅដូរឡាវ៉ានៅគៀនផ្ទះខ្ញុំឃើញឡាវ៉ាមួយដែលថាអាចវាសំខាន់ដែរហើយខ្ញុំក៏បានឃើញម៉ូតូមួយដែលគេទុកចោលផងដែរហើយយើងមកដល់កន្លែងឡាវ៉ាហើយធ្វើការបាញ់ zombie សិនណា zombie នៅក្នុងនេះគឺវាមាន2 3ក្បាលដែរអញ្ចឹងទៅពីការដូរឡាវ៉ារួចយើងមកផ្ទះយើងធម្មតាវិញដោយសារយើងដល់ថ្ងៃចុងបញ្ចប់ហើយនេះគឺជាថ្ងៃទី50នៅពេលយប់នេះគឺជា zombie ជាច្រើនខ្លាំងមែនទែនលើសពី50ក្បាលដែលធ្វើការមកជាយីខ្ញុំហើយវាសំដៅមករកយើងតែម្ដងទោះវានៅឆ្ងាយកម្រិតណាក៏ដោយវាដើរមកយើងហើយខ្ញុំក៏ធ្វើការយកឡាវ៉ាដែលខ្ញុំបានដូរហ្នឹងដាក់លើវាបណ្ដោយភាសាខ្ញុំអត់មានគ្រប់គ្រាន់ទេសម្រាប់ការបាញ់វាគឺវាច្រើនពេកណាស់នេះហើយដល់ថ្នាក់គេខ្ញុំលង្កៀងណានេះសើចបានទេ zombie វាច្រើនខ្លាំងមែនទេហើយនេះគឺជា wave ទី2ដែលកម្រិតគឺពិបាកជាងមុនគុណនឹង2ដោយសារពីមុនតែ50ក្បាលទេឥឡូវវាមករហូតដល់120ក្បាលទូរស័ព្ទមកគឺគៀងយកតែម្ដងទូរស័ព្ទខ្ញុំរ៉េមប៉ុណ្ណឹងគឺនៅតែគៀងដល់ដែរម៉ូដហ្នឹងខ្ញុំគិតថាម៉ូដហ្នឹងគឺជាម៉ូដដែលមួយដែលពិបាកលេងខ្លាំងមែនទែនតែ zombie ដល់ level វាឡើងខ្លាំងគឺខ្លាំងយកតែម្ដងទោះវាគ្នាច្រើនយ៉ាងម៉េចក៏ដោយក៏ខ្ញុំនៅតែតស៊ូព្យាយាមក្នុងការបាញ់សម្លាប់វាចោលកុំឲ្យចូលមកកាន់ទីជម្រករបស់ខ្ញុំបានដោយសារវាចូលមកបានគឺខ្ញុំដឹងតែស្លាប់តែម្ដងហើយនេះគឺជា wave ទី3ដែល wave ចុងបញ្ចប់ហើយ zombie គឺគុណនឹង3 zombie គឺរហូតដល់150ក្បាលហើយវាធ្វើការអុកឡុកហើយដល់ថ្នាក់បែកលបងខ្ញុំនោះវាបុករូលចូលមកឡើងខ្ទេចលបងខ្ញុំហើយវាចូលដល់ផ្ទះខ្ញុំហើយខ្ញុំប៊ីសងាប់ទេនោះនេះហើយ zombie ទាំងនោះគឺសាហាវមែនទែនភ្នែកវាគឺក្រហមនេះក្រហមហ្មងសហ្មងគឺគួរឲ្យខ្លាចខ្លាំងមែនទែននោះនេះមើលក្នុងវីដេអូនេះបានហើយខ្ញុំដឹងស្រាប់ហើយខ្ញុំក៏លោម៉ូតហើយ zombie ប៉ុណ្ណឹងគឺស៊ីផុយទេនោះនេះខ្ញុំបាញ់តែមួយស្នប់ពីរស្នប់គឺងាប់ខ្ទេចអស់តំណងសម្រាប់ខ្ញុំនោះនេះហើយខ្ញុំធ្វើការបាញ់សម្លេងវាចោល
ក្រោយអស់សិនហើយចាំយើងទៅបោះសម្អាតអាពូខាងក្នុងក្រោយហើយនេះគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំហើយក្នុងការ survival ក្នុងពិភពមួយនេះហើយខ្ញុំក៏មិនអាចឆ្លងទៅក្នុងពិភពខ្ញុំវិញបានឡើយហើយតួអង្គរបស់ខ្ញុំដែលអ្នកឃើញហ្នឹងក៏បានស្លាប់នៅក្នុងពិភពនេះទៅ